កម្ពុជាបញ្ជាក់ចំហម្ដងទៀតបើថៃចង់កាត់បន្ថយកងទ័ពត្រូវបើកទ្វារព្រំដែនឲ្យដូចមុនសិនឆ្លើយតបទៅនឹងមេបញ្ជាការកងទ័ពថៃដែលចង់ឲ្យកាត់បន្ថយកងទ័ពនៅតាមព្រំដែនដើម្បីបន្ថយភាពតានតឹងដែលកើតឡើងនាពេលបច្ចុប្បន្នសម្ដេចនាយកហ៊ុនសែនបានប្រាប់ចំហរបស់កម្ពុជាសាជាថ្មីម្ដងទៀតទៅកាន់ភាគីថៃថាមិនពិបាកទេបើចង់កាត់បន្ថយកងទ័ពត្រូវបើកច្រកព្រំដែនឲ្យដំណើរការដូចមុនសិនទៅចំហនេះកម្ពុជាមិនមែនទៅតែនិយាយនៅពេលនេះទេតែចង់បញ្ជាក់ម្ដងទៀតទៅកាន់ភាគីថៃថាកម្ពុជាមិនដូចចំហទេនេះជាការលើកឡើងរបស់សម្ដេចនាយកហ៊ុនសែនថ្លែងនៅខេត្តព្រះវិហារនៅព្រឹកថ្ងៃទី27ខែមិថុនានេះសម្ដេចបញ្ជាក់ថាកម្ពុជាមិនអាចធ្វើដូចថៃបានទេយកល្បែងបើកបិទច្រកព្រំដែនជាល្បែងនយោបាយមិនគិតពីការស្លាប់រស់របស់ប្រជាពលរដ្ឋខ្លួនឯងជាការពិតហើយបំណងរបស់ថៃយើងដឹងថាចង់ដាក់សម្ពាធចរន្តសេដ្ឋកិច្ចពាណិជ្ជកម្មឆ្លងដែនមកលើកម្ពុជាប៉ុន្តែវាមិនដូច្នេះទេវាប៉ះពាល់ទាំងអស់គ្នាគ្រាន់តែអ្នកណាខាត់តិចអ្នកណាខាត់ច្រើនប៉ុណ្ណោះសម្ដេចបន្តថាមិនអីទេកម្ពុជាកំដៅបានគ្រប់យ៉ាងបន្ទាប់មកសម្ដេចក៏បានលើករឿងអតីតកាលនៅក្នុងអាណត្តិនាយករដ្ឋមន្ត្រីថៃលោកអភិសិទ្ធកាលពីឆ្នាំ2008បានផ្ទុះអាវុធវាយប្រហារគ្នាធ្ងន់ធ្ងរជាងនេះផងតែអភិសិទ្ធមិនបានបិទច្រកព្រំដែនទេដូច្នេះពេលនេះបើចង់កាត់បន្ថយភាពតានតឹងកងទ័ពនិងកងទ័ពត្រូវបើកច្រកទ្វារព្រំដែនទាំងអស់ឡើងវិញនោះអ្វីៗនឹងនិយាយគ្នាបានជាធម្មតា